បាទសួស្តីបងប្អូនអ្នកគ្នាសូមស្វាគមន៍សម្រាប់ការវិលត្រឡប់មកកាន់វីដេអូថ្មីបងប្អូនអ្នកគ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺតកតងទៅនឹងប្រវត្តិខ្លះដែលតកតងជាមួយនឹងសរិនថនដែលត្រូវជាប្អូនស្ដេចវចនាលង្កនបងប្អូនណាហ្នឹងហើយដែលសរិនថនធ្លាប់មកប្រទេសកម្ពុជារបស់យើងគឺតកតងជាមួយនឹងបាទគឺដូចជាប្រខណ្ឌនិងអឋានដែលសរិនថនធ្លាប់បានយកចេញពីភ្នំបាយ័នកោបងប្អូនអ្នកគ្នាអញ្ចឹងតកតងជាមួយនឹងការបកស្រាយលម្អិតសូមបងប្អូនចូលទៅទស្សនាលម្អិតជាមួយនឹង admin ទាំងអស់គ្នាបងប្អូនណាតកតងជាមួយនឹងសរិនថនតើវាបានមកធ្វើពិធីអ្វីខ្លះតកតងទៅនឹងបាទប្រខណ្ឌហើយនឹងអឋានដែលសរិនថនបានធ្វើនៅភ្នំបាយ័នកោបងប្អូនអ្នកគ្នាឥឡូវយើងទៅទស្សនាលម្អិតជាមួយនឹង admin ទាំងអស់គ្នាបងប្អូនណាបាទនៅក្នុងថ្ងៃនេះខ្ញុំមានវីដេអូមួយនិយាយអំពីពាក់ព័ន្ធជាមួយនឹងបុត្រីស្ដេចថៃក៏ដូចជាសរិនថនតាមការពិតគឺខ្ញុំចង់ចេញវីដេអូនេះពីតែ3ថ្ងៃមុនប៉ុន្តែខ្ញុំទិញតែគេថាយើងវាមិនទាន់ប្រកាសក្នុងចិត្តខ្លួនឯងគាត់ថាយើងដឹងតាមការនិមិត្តក៏ដូចជាផ្លូវក្នុងប្រាក់អញ្ចឹងវីដេអូនេះខ្ញុំសូមចោទសួរទៅបងប្អូនបាទដែលនៅខេត្តកែវជាពិសេសអ្នកដែលនៅតំបន់ជិតភ្នំបាយ័នកោបាទហើយនិងអ្នកដែលធ្លាប់បួសសនៅលើភ្នំបាយ័នកោក៏ដូចជាលោកតាសច្ចាំងឬក៏លោកតាបោះឬលោកយាយសច្ចាំងអញ្ចឹងណាបាទរឿងនេះគឺវាកន្លងទៅយូរហើយរយៈពេល20ឆ្នាំទៅ30ឆ្នាំហើយ20ឆ្នាំជាងទៅ30ឆ្នាំហើយតើដំណឹងនេះគឺប្រកបដែរអត់គឺកាលពីចំនួនហ្នឹងគឺមានបុត្រីស្ដេចថៃបាទបានទៅធ្វើពិធី7យប់7ថ្ងៃនៅលើប្រាសាទភ្នំបាយ័នកោហើយគេបានអះអាងខ្លួនគេថាគេគឺជាបុត្រីសក់ក្រអូបពីអតីតជាតិអញ្ចឹងគេមកនេះគឺមកគោរពបបិតានឹងធ្វើពិធីបួងសួងសុំសេចក្តីសុខពីបិតាបាយ័នកោតើមានរឿងនេះពិតប្រាកដដែរឬអត់ហើយបងប្អូនដែលនៅតាមជើងភ្នំបាយ័នកោជិតប្រាសាទបាយ័នកោក៏ដូចជាអ្នកដែលធ្លាប់ឡើងទៅភ្នំបាយ័នកោហើយជាពិសេសរឿងនេះវាយូរដែរហើយតាំងពី20ទៅ30ឆ្នាំមុនតើរឿងនេះពិតប្រាកដដែរឬអត់បាទបើសិនជារឿងនេះពិតប្រាកដសូមបងប្អូនជួយខមមិនប្រាប់ក៏ដូចជាឆាតប្រាប់ខ្ញុំផងខ្ញុំនឹងមានវីដេអូបន្តបាទវគ្គទី2និយាយពាក់ព័ន្ធជាមួយនឹងកូនស្ដេចថៃទៅធ្វើពិធីបួងសួងនៅលើភ្នំបាយ័នកោដែលគេអះអាងថាគេគឺជាបុត្រីសក់ក្រអូបឬក៏ព្រះនាងសក់ក្រអូបមកចាប់ជាតិអញ្ចឹងគេមកធ្វើពិធីបួងសួង7យប់7ថ្ងៃនៅលើភ្នំបាយ័នកោហើយគេក៏បានបិទច្រកមិនឲ្យមានអ្នកណាចិញ្ចូលក្រៅពីបុត្រីស្ដេចសៀមក៏ដូចជាកងអង្គរៈមកគេហើយបើសិនជារឿងនេះជារឿងហេតុភេទប្រកបខ្ញុំនឹងបញ្ចេញវីដេអូវគ្គទី2ដើម្បីឲ្យបងប្អូនបានដឹងថាបុត្រីស្ដេចថៃហេតុអ្វីបានជាគេអះអាងថាគេជាព្រះនាងសក់ក្រអូបចាប់ជាតិហេតុអ្វីបានគេទៅធ្វើពិធីបួងសួង7យប់7ថ្ងៃនៅលើភ្នំបាយ័នកោគឺមានមូលហេតុមកពីបាទសូមអរគុណបងប្អូនទុកពីមុនបាទនៅបងប្អូនអ្នកនេះគឺជាតកតងជាមួយនឹងការបកស្រាយខ្លះៗគឺតកតងជាមួយនឹងសរិនថនបងប្អូនអ្នកនេះតែសរិនថននឹងបាទធ្លាប់មកធ្វើពិធីដូចជាការពី20ឆ្នាំជាងមុនតកតងជាមួយនឹងបាទគឺព្រះខ័ណ្ឌហើយនឹងអឋានបាទដែលមាននៅក្នុងភ្នំបាយ័នកោហើយបើយើងស្ដាប់តកតងជាមួយនឹងការបកស្រាយទៅបាទគឺវាយ៉ាងមិនដែរបងប្អូនអ្នកនេះនៅចំណុចខ្លីហ្នឹងបាទអានេះដោយសារតែពេលនោះវាមិនទាន់ជាទលំទលាយដូចជាឥឡូវតទៅនឹងការផ្សព្វផ្សាយតទៅជាមួយនឹងវីដេអូផ្សេងបងប្អូនអ្នកនេះហ្នឹងហើយឥឡូវយើងក៏ទៅចាប់ផ្ដើមនៅទស្សនានៅវីដេអូឃ្លីបទី2ណាគឺជាការដំណើររឿងការបកស្រាយតទៅជាមួយនឹងរឿងប្រវត្តិសរិនថនបន្តបន្តទៅស្ដាប់តបន្តទៀតគឺគេយកប្រខ័ណ្ឌនិងអខ័ណ្ឌហើយនឹងបង្គោលគ្រឹះសីមាទិសទាំង4របស់ប្រាសាទភ្នំបាយ័នកោនឹងជាពិសេសអខ័ណ្ឌដែលខ្លាំងក៏ដូចជាប្រខ័ណ្ឌគឺនៅទិសខាងត្បូងនៅទិសខាងជើងទិសខាងត្បូងសូមគោរពជម្រាបសួរដល់បងប្អូនទាំងអស់គ្នាបាទនៅពេលនេះគឺបានច្បាស់ការ 100% ហើយគឺពាក់ព័ន្ធជាមួយនឹងសរិនថនដែលតាំងខ្លួនគេជាព្រះនាងសក់ក្រអូបបានមកធ្វើពិធីបួងសួងនៅលើប្រាសាទភ្នំបាយ័នកោបាទគឺខ្ញុំបានទទួលព័ត៌មានជាច្រើនហូរហែពាក់ព័ន្ធជាមួយនឹងសរិនថនបាទតាំងពី20ឆ្នាំជាងទៅ30ឆ្នាំមុនបាទនិយាយទៅគឺការនិមិត្តទៅខាងក្នុងប្រាប់ហ្នឹងគឺច្បាស់ការ 100% គឺអត់មានលៀងគ្នាបន្តិចទេបើយើងគូននឹងខែឆ្នាំបាទក៏ដូចជារឿងហេតុភេទបាទដោយបងប្រុសម្នាក់គឺគាត់បានប្រាប់ថាគាត់ចាំច្បាស់ណាស់គឺផ្ទះគាត់ជាប់នឹងភ្នំបាយ័នកោតែម្ដងគឺពេលហ្នឹងគឺមានកូនស្ដេចថៃបាទ
គឺគេមកមែនហើយគេតាំងខ្លួនគេជាប្រនាងសក់ក្រអូបគឺក្នុងអំឡុងឆ្នាំ1995និង96ហើយមានបងប្រុសម្នាក់ទៀតនោះគាត់ក៏បានប្រាប់ថាគឺមកមែនគឺក្នុងឆ្នាំ97អញ្ចឹងវាបដម្សងគ្នាបាទចំពោះគាត់ហើយបងប្រុសម្នាក់ទៀតគាត់ក៏បាននិយាយថាកាលហ្នឹងគឺមកពិតប្រាកដមែនហើយគេក៏បានសុំទិញភ្នំបាយ៉ង់កោហ្នឹងពីអាជ្ញាធរដែនដីពេលនោះក៏មានការតវ៉ាមិនយល់ព្រមមិនសមស្របជាមួយនឹងប្រជាជនគឺมันអាចលក់បានអញ្ចឹងណាអញ្ចឹងគេក៏យកលេសមួយថាបើមិនអញ្ចឹងទេគឺគេគ្រាន់តែសុំធ្វើវិធីបួងសួងនៅលើភ្នំបាយ៉ង់កោហ្នឹងបាទហើយក្នុងនោះគឺមានបារមីក៏បានប្រាប់ថាគេមកហ្នឹងគឺគេជីស្លាប់ចាក់ខ្ញុំគាត់ថាស្លាប់ចាក់ហ្នឹងជាស្អីខ្ញុំមិនដឹងទេប៉ុន្តែបងប្រុសម្នាក់ទៀតគាត់ក៏បានប្រាប់ទៀតថាពេលហ្នឹងគឺគេជីកតុំរុយបាទអធម្មពីកញ្ចក់ហ្នឹងគឺមកដល់តែ2គ្រឿងគឺមានកន្លែងចតបាទអញ្ចឹងគឺរត់តែត្រូវគ្នា 100% ហើយបាទហើយពាក់ព័ន្ធជាមួយនឹងសរិនថនស្ដេចថៃគេមកធ្វើពិធីបួងសួងនៅលើប្រាសាទភ្នំបាយ៉ង់កោហ្នឹងគឺមិនមែនបួងសួងសុំសេចក្តីសុខហើយមិនមែនជាប្រនាងសក់ក្រអូបអីនោះទេគឺគេមានល្បិចកលរបស់គេទុកមកជាយូរណាស់មកហើយគេសន្សំកូនចិត្តគឺគេមករុករកវត្ថុបុរាណក៏ដូចជាព្រះខ័នបាទហើយគេធ្វើពិធីបួងសួងរយៈពេល7យប់7ថ្ងៃនៅលើប្រាសាទភ្នំបាយ៉ង់កោនោះពេលនោះគេក៏បានបិទច្រកចេញចូលគឺមានតែនាងសរិនថនហ្នឹងក៏ដូចជាកងអង្គរៈរបស់គេទេបាទហើយបងប្អូនទាំងនេះអញ្ចឹងតើតើជាមួយរឿងនេះដូចជាយូរហើយដែរបងប្អូនទាំងនេះបើនិយាយទៅបើសិនជាក្នុងឡុងឆ្នាំ1995បងប្អូនទាំងនេះ95ហើយនៅ97អញ្ចឹងសាច់រឿងនេះវាមិនមែន20ឆ្នាំទេវាចូល20ចូល70ហើយបងប្អូនទាំងនេះណាហើយសម្រាប់admin គឺ admin គឺជឿព្រោះដោយសារអីជាបេសរិនថងហ្នឹងគឺចូលចិត្តបាទសិក្សាតើតើជាមួយនឹងវត្ថុបុរាណដែលខ្មែរយើងមានណាបងប្អូនទាំងនេះហ្នឹងហើយប៉ុន្តែ admin មិនជឿនៅត្រង់ចំណុចមួយទៀតដែលសរិនថងតែងតែអាងខ្លួនថាខ្លួនគឺជាគេគឺជាបាទបនាងសក់ក្អូបមកចាប់ជាតិបាទគឺ admin អត់ជឿទេឡើយហ្នឹងព្រោះដោយសារអីសរិនថងហ្នឹងបើសិនជាយើងនេះទៅសរិនថងគ្រាន់តែជាយើងនិយាយថាខ្មោចមច្ឆាបងប្អូនទាំងនេះខ្មោចត្រីណាហ្នឹងហើយខ្មោចត្រីមកចាប់ជាតិអញ្ចឹងណាក៏ថាតាំងខ្លះតើទៅនឹងប្រវត្តិនាងសក់ក្អូបក៏តាំងខ្លួនធ្វើបាទបត្រីបាទពនាងសក់ក្អូបអញ្ចឹងទៅហ្នឹងហើយបាទប៉ុន្តែក៏យីប៉ែនេះគឺរឿងធ្មប់រឿងអីហ្នឹងគឺចេះបងប្អូនទាំងគ្នាហ្នឹងហើយតែចេះយ៉ាងណាក៏ដោយក៏ទៅជាមួយនឹងអ្វីដែលសរិនថនចេះគឺគ្រាន់តែជាអ្នករៀនពីដូនតាខ្មែរទេបងប្អូនទាំងគ្នាហើយយប៉ែនេះក៏មិនធម្មតាដែរបងប្អូនទាំងគ្នាគឺតើទៅជាមួយនឹងបាទគឺបាទអាក្រាវិរុទ្ធតួអក្សរភាសាខ្មែរយើងបាទទាំងយើងសរសេរតួអក្សរភាសាខ្មែរនិងជាខាងប្រាំងសិលាចរិតបាទតួអក្សរផ្សេងគឺយប៉ែនេះគឺអាចមើលបានហើយបងតែបានទៀតយប៉ែនេះបងប្អូនទាំងគ្នាប៉ុន្តែទោះជាយ៉ាងណាក៏ដោយទោះបីយើងយកមកប្រើបើសិនជាយើងប្រើខ្លាំងមកតេតើជាមួយនឹងផ្លូវក្នុងនោះយើងប្រើមកខ្មែរយើងក៏ទោះបីជាប្រើបានវាមិនអាច 100% បងប្អូនទាំងគ្នាព្រោះដោយសារយើងតាំងស្រាប់ហើយថាខ្មែរយើងបាទយើងនៅខាងនេះគឺយើងជាអ្នកបាទយើងគឺជាគ្រូដែលអ្នកគ្រូដែលថាយើងជាម្ចាស់ដើមបងប្អូនទាំងគ្នាទោះបីជាសរិនថងយកទៅប្រើក៏វាមិនបាន 100% ទេបងប្អូនទាំងគ្នាហ្នឹងហើយតើលីទៅតាមដានទៅការបោះស្រាយរបស់បងប្រុសបន្តទៀតបងប្អូនណាហើយផ្លូវខាងក្នុងក៏បានប្រាប់ថាគេធ្វើពិធីបួងសួងនឹងទី1គឺគេយកប្រខ័ណ្ឌបានដើមនៅទិសខាងជើងនឹងទិសខាងត្បូងគេយកបានអាឋាននិងគ្រឹះសីមាព្រោះអីភ្នំប្រាសាទបាយ៉ង់កោនឹងមានគ្រឹះសីមាទាំង4ទិសបាទមានគ្រឹះសីមាទាំង4ទិសគឺគេយកបាទប្រខ័ណ្ឌនិងអាឋាននៅទិសខាងត្បូងនិងទិសខាងជើងប៉ុន្តែខ្ញុំបានច្បាស់ការមួយទៀតគឺគាត់ថាគាត់ឃើញផ្ទាល់ភ្នែកតែម្ដងគឺគេយកនៅទិសខាងលិចមួយទៀតបាទហើយក្នុងបារមីដែលប្រាប់ខ្ញុំនោះគឺគេយកបានប្រខ័ណ្ឌនិងអាឋានហើយក៏ដូចជាបកគលគ្រឹះសីមាជាពិសេសនៅទិសខាងត្បូងនិងទិសខាងជើងបាទហើយបងប្រុសឬក៏អ៊ំប្រុសម្នាក់ទៀតគាត់បានប្រាប់ថាគេបានយកនៅទិសខាងលិចមួយទៀតហើយបងប្អូនដឹងថាគេយកធ្វើអីទេគឺគេយកវត្ថុស័ក្តិសិទ្ធិដែលនៅទិសទាំង4របស់ប្រាសាទភ្នំបាយ៉ង់កោនឹងគឺដើម្បីទី1គេយកទៅឲ្យចម្រុងចម្រើននៅប្រទេសគេមួយទៀតនោះគឺគេមានបំណងបន្សាបបាទនៅអាឋានទាំងឡាយទាំងពួងសង្កត់អាឋានទាំងឡាយទាំងពួងដែលឃុំគ្រងនៅប្រាសាទបាយ៉ង់កោគេគិតថាអាឋាននឹងហើយដែលជួយឃុំគ្រងដល់ទឹកដីកម្ពុជាក៏ដូចជាប្រទេសខ្មែរឲ្យមានសេចក្តីសុខនិងចម្រុងចម្រើនតាំងកាពិតពួកវានឹងគឺចំណែននៅប្រទេសខ្មែរយើងខ្លាចប្រទេសខ្មែរយើងនឹងរីកចម្រើន
ខ្លាចប្រទេសខ្មែរយើងជឿនលឿនខ្លាចប្រទេសខ្មែរយើងមានបានជាងប្រទេសពួកវាអញ្ចឹងវាអត់សុខចិត្តទេវាក៏កាត់កូនចិត្តមួយវាចង់ដណ្ដើមទឹកដីខ្មែរយើងហើយអញ្ចឹងមិនចម្លែកទេដោយសរិនថនកូនស្ដេចថៃនេះគោរពនៅពួកធ្មប់ពួកអសូរកាយដែលគេឲ្យឈ្មោះថាកាយកែវបាទគឺគោរពពួកធ្មប់និងពួកអសូរកាយគឺនិយាយទៅគឺកំណត់ទាំងអស់ហ្នឹងហើយគឺវាបានមកពីគ្រូធ្មប់និងអសូរកាយជាគ្រូដើមរបស់វាមិនត្រឹមតែប៉ុណ្ណឹងវាហ៊ានក្រឡៃប្រវត្តិសាស្ត្របំភ្លៃប្រវត្តិសាស្ត្រវាថាកាយកែវនឹងគឺជាគ្រូដើមរបស់ព្រះបាទជ័យវរ្ម័នទី7អញ្ចឹងវាគោរពកាយកែវដែលជាគ្រូធ្មប់ឬក៏អសូរកាយនេះគឺវាគោរពគ្រូដើមរបស់គ្រូរបស់សាច់សារហិតរបស់ពូជពងរបស់វាបាទក៏ទៅសង្វេគនៅទឹកដីយើងនិយាយថាយើងគិតគេអំពីផ្លូវល្អដែលថាគេមកធ្វើពិធីបួងសួងនៅទឹកដីយើងឲ្យគេធ្វើពិធីបួងសួងយើងមិននឹកដល់ថាគេមានកំណត់អាក្រក់ឬមួយក៏លួចចាក់យើងពីក្រោយខ្នងយើងអត់ដឹងណាបាទអញ្ចឹងទើបធ្វើឲ្យគេចូលមកទឹកដីយើងធ្វើពិធីបួងសួងដល់តែ7យប់7ថ្ងៃហើយដល់ពេលគេទៅវិញអ្នកស្រុកអ្នកភូមិនៅចិត្តហ្នឹងគឺមានគិតថាប្រហែលជាគេមកយកកំណត់ឬក៏គេមានកំណត់កាប់ទុកនៅនឹងឃើញគេដាក់ទាំងឡាំងទាំងកេះយកទៅតាមក៏ពិតមិនមែនទេគឺគេយកព្រះខ័ននិងអថ័នហើយនឹងបង្គោលគ្រឹះសីមាទិសទាំង4របស់ប្រាសាទភ្នំបញ្ចង្កោនឹងជាពិសេសអថ័នដែលខ្លាំងក៏ដូចជាព្រះខ័នគឺនៅទិសខាងត្បូងនៅទិសខាងជើងនិងទិសខាងត្បូងហើយខ្ញុំក៏បានពីបងប្រុសម្នាក់ទៀតគាត់ថាគឺយកនៅទិសខាងលិចមួយទៀតហើយបងប្អូនបើសិនជាបានទៅលេងនៅប្រាសាទភ្នំបញ្ចង្កោបងប្អូនត្រូវសង្កេតថាអានេះបារមីខាងក្នុងប្រាប់ណាបងប្អូនយកជើងតន្ត្រំនៅទិសខាងជើងនិងខាងត្បូងគឺហាក់បីដូចខាងក្នុងនឹងគឺប្រហោងគេរៀបឥតពីលើដើម្បីបិទបាំងភ្នែកយើងតែក៏ពិតគេកាយប្រឡោះកាយរូងយកអស់ហើយរបស់របរវត្ថុស័ក្តិសិទ្ធិដែលមានតម្លៃក៏ដូចជាអថ័នក៏ដូចជាប្រខ័ននៅនឹងគេយកទៅអស់ហើយទាំងយើងជាម្ចាស់ដើមយើងមិនដឹងថាក្នុងនឹងមានអីវាដឹងណាស់វាស្រាវជ្រាវឯកសារដឹងណាស់ថាកន្លែងណាមានអីកន្លែងណាមានអីប្រាសាទណាមានអីប្រាសាទណាមានអីហើយវាចង់និយាយថាវាព្យាយាមបាទសិក្សាពីប្រទេសខ្មែរយើងទាំងរឿងព្រេងនិងរឿងពិតប្រាកដជាពិសេសកន្លែងណាដែលមានប្រាសាទកន្លែងណាដែលមានអថ័នកន្លែងណាដែលមានប្រខ័នគឺវាដឹងទាំងអស់វាបាទនៅបងប្អូនទាំងគ្នាអញ្ចឹងតើតើនៅចំណុចកន្លែងនេះគឺ admin គឺជឿពុទ្ធសាសនាតើតើជាមួយនឹងការដំណើរតើតើជាមួយនឹងរឿងតើតើជាមួយនឹងសរិនថងគឺបែបហ្នឹងមែនបងប្អូនទាំងគ្នាហើយសរិនថងហ្នឹងគឺចូលចិត្តណាស់រឿងតើតើជាមួយប្រវត្តិសាស្ត្រនិងកន្លែងណាដែលជាកន្លែងច្រើនថាកន្លែងដែលមានវត្ថុស័ក្តិសិទ្ធិគឺវាគឺព្យាយាមបាទឥឡូវយើងដឹងពីគោលបំណងរបស់វាបងប្អូនទាំងគ្នាគឺវាបាទវាព្យាយាមសិក្សាតើតើជាមួយប្រវត្តិសាស្ត្រនិងវត្ថុបាទដែលមានបារមីឬវត្ថុបុរាណគឺក្នុងគោលបំណងវាគឺចង់មកឈានពៀនគឺមកលើទឹកដីប្រទេសកម្ពុជារបស់យើងអានេះតើតើជាមួយនឹងយើងបែកធ្មប់សរិនថងបងប្អូនទាំងគ្នាហ្នឹងហើយចឹងក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងដែលចង់ចែកម្លែកដល់បងប្អូនទាំងគ្នាយើងសង្ឃឹមថាយើងជួបគ្នានៅវីដេអូថ្មីក្រោយពីបងប្អូនទាំងគ្នាបានអរគុណច្រើនបាយបាយ